សុបិនជាគម្រប់ពីរព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញឈើមួយដើមទើបនឹងដុះបានកម្ពស់ប្រហែលជា1ហត្ថក៏ស្រាប់តែមានបែកមែកសាខាត្រសុំត្រសាយមានផ្កាមានផ្លែរណេញរណោងព្រះបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិននេះថាអំណើតទៅមុខមនុស្សម្នាចេះស្រឡាញ់គ្នានឹងយកគ្នាជាប្តីប្រពន្ធនៅក្មេងៗណាស់ព្រោះតែគេមានកិលេសច្រើនពេកគឺអាយុ13ឆ្នាំ14ឆ្នាំ15ឆ្នាំគេនឹងរៀបការគ្នាជាប្តីប្រពន្ធមានកូនអាយុ25ឆ្នាំទៅ30ឆ្នាំក៏មានចាញ់ឯអាយុកាន់តែខ្លីហើយក្មេងស្រីឆាប់មានរដូវណាស់សុបិនជាគម្រប់3ព្រះបាទបសេនតិកោសលទ្រង់ព្រះសុបិននិមិត្តឃើញមេគោធំបង្កើតកូនមកហើយក្នុងថ្ងៃហ្នឹងរួចសុំបើកដោះកូនរបស់ខ្លួនវិញព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិននេះថាអំណើតទៅមុខមនុស្សកាន់តែបាត់បង់សិលធម៌ច្រើនមិនចេះគោរពមាតាបិតាគ្រូអាចារ្យរបស់ខ្លួនទេហើយយូរតទៅមុខទៀតមាតាបិតាត្រូវអង្វរកូនត្រូវប្រឹងគប់ចិត្តកូនរបស់ខ្លួនដើម្បីឲ្យកូនចិញ្ចឹមខ្លួនជាឪពុកម្ដាយឲ្យបាយទទួលទានផងសុបិនជាគម្រប់4ព្រះបាទបសេនតិកោសលទ្រង់ព្រះ